ប្រជាជនដែលផ្ទុះនឹងដីរបស់ពួកគេត្រូវបានសៀមពត់យកគួរបន្តសងប្រាក់ធនាគារឬទេរឿងនេះវាចែកមួយរដ្ឋាភិបាលត្រូវចេញមកដោះស្រាយរឿងនេះហើយអ្នកដែលជំពាក់ធនាគារលើផ្ទះឬដីឬក៏ខ្ចីមីក្រូឥណទានទិញតូបឧទាហរណ៍តូបនៅក្នុងអូបេជន់នៅភូមិជោគជ័យព្រៃច័ន្ទឬក៏បឹងតកួននេះឬក៏នៅកន្លែងណាវាចាយដល់អីកន្លែងហ្នឹងសៀមបាយខ្ទេចហើយវាប៉ាត់បលាលួសយកកូនបំណុលត្រូវធ្វើពាក្យប្តឹងទៅសមាជិកទៅសួរសមាជិកប្តឹងទៅគេប្តឹងថាខ្ញុំសូមដាក់ពាក្យប្តឹងដើម្បីរក្សាទុកថាខ្ញុំជំពាក់ធនាគារកខកខងនេះចំនួន 1000 ចំនួន 10000 ចំនួន 20000 ចំនួន 30000តែអ្វីដែលខ្ញុំជំពាក់នោះគេបំផ្លាញអស់លីងខ្ញុំក៏គ្មានអីនឹងសងដែរខ្ញុំអត់មានអីសងគេទេខ្ញុំអស់ហើយអញ្ចឹងសូមប្តឹងទុកកាន់ពាក្យប្តឹងហ្នឹងណាគេឲ្យកំណត់ហេតុប្តឹងទុកកំណត់ហេតុប្តឹងទុកហ្នឹងហើយត្រូវនាំគ្នាឧទាហរណ៍ថាភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងតកួនឬក៏ភូមិណាថ្មដាវាលវែងអីចឹងសពគ្រប់នៅម្ដុំណាធ្វើជាក្រុមមួយហើយដាក់លិខិតទៅអភិបាលស្រុកដាក់លិខិតទៅអភិបាលស្រុកសុំឲ្យលោកអភិបាលស្រុកឡើងទៅខេត្តឡើងទៅថ្នាក់លើដើម្បីដោះស្រាយឲ្យយើងខ្ញុំពីព្រោះសៀមវាយយកដីកន្លែងយើងខ្ញុំជំពាក់លុយគេនឹងហើយយើងខ្ញុំមានលុយសងទេម្នាក់ត្រូវមានអាតំណែងនឹងគ្រប់គ្នាហើយរដ្ឋាភិបាលពីលើហ្នឹងត្រូវអន្តរាគមន៍ពីព្រោះគ្មានអ្នកណាអាចមកអន្តរាគមន៍បានក្រៅពីរដ្ឋាភិបាលពីលើមកទេគាត់ត្រូវអន្តរាគមន៍ឲ្យមានឈ្មោះមានអីត្រឹមត្រូវចំនួនជំពាក់អីត្រឹមត្រូវថាតើរដ្ឋត្រូវរៀបយ៉ាងម៉េចរដ្ឋមិនអាចគ្រាន់តែនិយាយហ្នឹងសុំឲ្យលើកលែងការប្រាក់អីលើកលែងការប្រាក់ណាដីគេយកបាត់ហើយរឿងដីដែលគេយកតាមបណ្ដោយព្រំដែនទាំង38កន្លែងសូមបញ្ជាក់ណាខាងកម្ពុជានិយាយថា14កន្លែងក៏ប៉ុន្តែខាងថៃវាថា38កន្លែងតែវាយកវិញមិនងាយឲ្យទេ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 មិនបានខ្ញុំហ៊ាននិយាយថាវាមិនងាយឲ្យថៃវាអត់ភ្លើទេបើវាត្រូវឲ្យមកខ្មែរវិញវាអត់ចាំបាច់ដាក់លុះបន្លាទេកាលណាវាដាក់លុះបន្លាគឺវាមិនងាយឲ្យយើងទេអញ្ចឹងរាជការត្រូវតែដោះស្រាយឲ្យចំនួនទឹកប្រាក់ដែលប្រជាជនត្រូវបានសៀមយកដីបើគិតជាលានវាតិចទេមិនបានមកមីក្តោហ៊ុនសែនផងណាមិនបានមកមីក្តោតកូលហ៊ុនផងតកូលហ៊ុនគួរណាស់តែប្រាប់គ្នាថាឥឡូវនឹងរៀបចំលុយទៅណាឲ្យតែមានលិខិតស្នាមត្រឹមត្រូវផ្ដាច់ជាមួយធនាគារទៅឲ្យប្រជាជនរួចខ្លួនទៅពីព្រោះលុយនឹងតិចណាស់តិចជាងប្រាក់ចំណូលដែលហ៊ុនសែនបានទទួលពី scammer ឆ្ងាយណាស់ណាមេដឹកនាំខ្មែរទទួលលុយរាប់លានពី scammer ទោះបីគាត់ដឹងក៏ដោយក៏មិនដឹងដែរសួរមើលតើហ៊ុនសែនមានទទួលលុយពីចិនជឿទេទទួលលុយពីចិនជឿមិនតិចលានទេណាវាមិនដែលហ៊ុនសែនឲ្យចិនជឿដើរតាមទៅទីប្រឹក្សាទេតយកលុយឲ្យគាត់ណាបន្ទាប់មកទៀតព្រឹទ្ធសភាដោយលីយ៉ុងផាត់អីឲ្យលុយហ៊ុនសែនមិនតិចលានទេណាកុកអានអីម្នាក់សិតតែឡើងលុយឲ្យមេអញ្ចឹងបើសិនជាហ៊ុនសែនដកលុយតែបន្តិចយកមកសងថ្លៃដីថ្លៃតូបថ្លៃផ្ទះឲ្យប្រជាជនវាមិនអត់ប្រមាណទេមិនបានប៉ុណ្ណេះក៏ដល់គាត់ផងគួរណាស់តែធ្វើទៅគួរណាស់ធ្វើទៅវាមិនមែនឲ្យហ៊ុនសែនក្រណាមកលុយប្រមាណហ្នឹងណាដោយស្រីណាចេះស្រីណាមានដីរាប់ម៉ឺនហិកតាដីហ្នឹងមានបោះស្រីណាណាដីបនបារមីហ៊ុនសែនទៅបានដីហ្នឹងណាដីសេដ្ឋីចំណិតហ៊ុនសែនទាំងអស់សិតមិនមែនដីទិញទេណាដីបនបារមីហ៊ុនសែនណាអញ្ចឹងលុយកាក់អីរាប់100លាននិយាយថា10,000លានផងណាមិនបាច់ទៅបង្ខំហ៊ុនសែនឬក៏ទៅសុំហ៊ុនសែនឲ្យលុកនាឡិកាទេហ៊ុនសែនមានប្រាក់លុយណាឲ្យគ្នាបន្តិចទៅលោកអើយប្រជាជនខាត់ដីតាមអាជ្ញាព្រំដែននេះយ៉ាងច្រើនណាស់ថាវាយខ្លាំងចុះ4លានណា4លានសងណុលឲ្យទៅអស់ហើយតែរាជការមិនដឹងនៅធ្វើអីអាឆ្ងល់ដែរណាដូច្នេះសំណួររបស់ក្មួយគឺត្រូវតែប្តឹងទុកជាផតតាំងហើយត្រូវកាន់កដាស្នាមឲ្យជាប់មិនបាត់បង់ធនាគារទេមិនបាត់បង់ទេធនាគារក៏មិនដឹងទេស្អីដែរបើអញអស់ហើយណាធនាគារទេស្អីបើអស់ហើយឧទាហរណ៍ថាយកប្លង់ដីនៅកន្លែងហ្នឹងដាក់ធនាគារហើយខ្ចីលុយធនាគារ
បងមិនបានទៅធនាគារអូដីហើយចុះអត់ដីនឹងយួនស៊ីមដាក់បលាលុះឲ្យគ្នាធ្វើម៉េចអញ្ចឹងគ្រាន់តែយកលិខិតថាខ្ញុំបានទទួលដឹងឬថាខ្ញុំជាពាក់ធនាគារតែបងអត់បានដីខ្ញុំគេបត់បលាលុះយកហើយប្រឹងទៅសមត្ថកិច្ចផែនដីពីថ្ងៃទី10 ខែមករាកន្លងទៅហ៊ុនម៉ាណែតនិយាយអត់ច្បាស់លាស់ហើយណាហ៊ុនម៉ាណែតថ្លែងសារថ្ងៃទី10 ខែមករាកន្លងទៅនេះអត់ច្បាស់លាស់ទេរដ្ឋាភិបាលត្រូវតែរ៉ាប់រងដល់ការខូចខាតរបស់ប្រជាជនផ្នែកបំណុលហ្នឹងឲ្យគ្នាទៅរកស្អីហើយដូចខ្ញុំនិយាយចឹងលុយដែលបានពីប្រទេសជាតិហ៊ុនសែនបានច្រើនណាស់ឲ្យគ្នាតិចតួចទៅក៏វាមិនខាតបងឯដែរណាតែខ្ញុំនិយាយត្រង់ហ៊ុនសែនមានលុយរាប់ពាន់លានកាន់ឲ្យគ្នាតិចមិនបានទេប្រជាជនណាទុកឲ្យរ៉ាំរ៉ៃទៅអីហើយចុះបើសិនជារាជការហ៊ុនសែនហ៊ុនម៉ាណែតមិនដោះស្រាយអាហ្នឹងកើតបាបជឿខ្ញុំមិនដឹងទេបើបាបកាលណាប្រជាជនចេះតែវេទនាទៅថ្ងៃណាមួយបរទេសលោកដៃចូលអំណាចហ៊ុនសែនទៅដួលយើងមើលនៅអ៊ីរ៉ានអំណាចអាយុដុល្លារអត់ដែលគិតថាខ្លួននឹងមានបញ្ហាទេឲ្យតែងើបបង្ក្រាបលើកនេះអត់ស្រួលទេប្រជាជនគ្នាវេទនាពេកហើយឆ្នាំ26នេះប្រទេសកម្ពុជាយើងសេដ្ឋកិច្ចដំក្បាលចុះណាម្សិលមិញប្រទេសចិនបាននិយាយថាexport របស់ចិន earn 1.8 trillion dollar ចិនប្រកាសថាការនាំចេញរបស់ចិនកើន 15% ចិន earn ពី export 1.8 trillion dollar ចិនបានប្រកាសថាការដាក់ទណ្ឌកម្មពន្ធគយ tariff របស់អាមេរិកអត់បញ្ហាទេព្រឹកនេះអ្នកវិភាគសេដ្ឋកិច្ចគេថាវាពិតចឹងមែន export របស់ចិន increase រហូតដល់ 1.8 trillion dollar ពិតក៏ប៉ុន្តែ consumer ចិននៅក្នុងស្រុក is at the lowest point មានន័យថា domestic consumption is low នឹងទី1ទី2 real estate ចិនdid not pick up at all ទី2ទី3tax break សម្រាប់ចិន nobody want it ចិនគេឲ្យ tax break ដើម្បីឲ្យប្រជាជនត្រឡប់មកទិញផ្ទះវិញប្រជាជនអត់ទិញទេដោយសារអីដោយសារប្រជាជនអត់ជំនឿអញ្ចឹងនៅស្រុកចិនអា domestic consumption វាដាំក្បាលចុះអា real estate នឹងដាំក្បាលចុះអា local government debt នឹងវា increase ហើយអា foreign direct investment វាអត់មកច្រើនទោះបីចិន export ឡើងដល់ 1.8 trillion dollar ក៏ដោយ it doesn't break the stagnation of China economy អ្នកជំនាញការគេថាវាចិនគាត់អួតអាលេខហ្នឹងមែនប៉ុន្តែជារូបភាពរួមរបស់សេដ្ឋកិច្ចក៏ដាំក្បាលចុះនៅស្រុកខ្មែរអញ្ចឹងគេអួតអញ្ចឹងគេអួតថាឃើញ Cambodia Times ម្សិលមិញនិយាយថាទោះបីមានចម្បាំងជាមួយសៀមក៏ដោយbilateral trade Thailand Cambodia run at 3.5 billion dollars អញ្ចឹងបើយើងមើលតួលេខហ្នឹងដូចលុយតាមពិតសេដ្ឋកិច្ចវាកំណើន 5% យកមកចែកជា2 the real growth is 2.5% ដូចចិនអញ្ចឹងស៊ីជីនពីងប្រកាស 3-4 ថ្ងៃថា China will achieve 5% growth economic expert through international investing community they say that the number is fake China growth is not 5%. It's 2.5 to 3%. ក៏ហកគេអត់បានទេពីពួកគេ run number ទៅ it doesn't go that way ណាអានឹងចឹងឧទាហរណ៍ដូចនៅស្រុកខ្មែរថ្ងៃមុនហ៊ុនសែនទៅមើលសំណង់ព្រឹទ្ធសភាសំណង់ព្រឹទ្ធសភាវាត្រូវសង់ទៅមកអូខេថ្ងៃមុនហ៊ុនម៉ាណែតនិយាយថាប្រទេសកម្ពុជានៅក្នុងអាណត្តិហ៊ុនម៉ាណែតបានបើកពលានយន្តហោះ3នៅសៀមរាបណានៅសៀមរាបកម្ពុជាថ្មីបានបើកពលានយន្តហោះសៀមរាបបើកពលានយន្តហោះតារាសាគរបើកពលានយន្តហោះអាកូខេត្តកណ្ដាលអាកូអន្តរជាតិយើងដឹងហើយថាក្នុងរយៈពេល 6-7 ខែនេះពលានយន្តហោះសៀមរាបខ្វះជើងយន្តហោះដោយសារសង្គ្រាមអត់មានជើងយន្តហោះច្រើនទេសៀមរាប did not make money Siem Reap Airport
for the past 6-7 months because fewer flight landing and taking off from Siem Reap អត់មានណាប្រាប់យើងទេវាយន្តហោះតារាសាគរ a 200 to 300 million dollar investment បើកហើយប៉ុន្តែ there is no commercial activity there អត់ make money ទេអូខេចុះពលានយន្តហោះអាចគោខេត្តកណ្ដាលអាចគោអន្តរជាតិពលានយន្តហោះអាចគោអន្តរជាតិអត់ទេ flight data still show very low and there is no direct flight to Europe because no major airline carry direct flight from Europe អត់ទេបន្តមកទៀតរឿងស្អុយឆ្អែតកំពុងកើតឡើងនៅពលានយន្តហោះអាចគោអន្តរជាតិថ្មីពុកអលួយកន្លែងចតឡានអីធ្វើគេស៊ីគេជេរមរាយហើយជប៉ុនអូខេអញ្ចឹងរដ្ឋាភិបាលអួតពីរឿងពលានយន្តហោះបើកបីចេះអួតណាប៉ុន្តែ make no money project មួយដែលនៅងុំសប្តាហ៍ផ្លូវ expressway ភ្នំពេញបាត់ we don't know where it is now finish complete open we don't know ស្ងាត់ជាតិនៅមួយទៀតប្រេជីក Funon អាចគោស្ងាត់ជាតិឃើញទេបន្តមកទៀតrailway speed rail system from ប៉ោយប៉ែតភ្នំពេញស្ងាត់ there is nothing from that so called project ស្ងាត់ជាតិមានន័យថាម៉េចមានន័យថានៅក្នុងឆ្នាំ24ណា there was no Chinese new loan to Cambodia ចុះឆ្នាំ25 I don't see any China loan issue to Cambodia in the year in 2025 អត់ឃើញកម្ចីបើកទេលុយដែលហូរពីចិនមកគឺជាកម្ចីចាស់ប៉ុន្តែកម្ចីថ្មីឆ្នាំ24 9ខែអត់មានកម្ចីទេហើយឆ្នាំ25នេះអត់ឃើញកម្ចីទេមានន័យថាម៉េចមានន័យថា Cambodia has to loan from somewhere else ណា but why China doesn't issue loan ពីព្រោះកម្ពុជាគ្មានលទ្ធភាពតែចិនជឿថាវិនិយោគកើតនេះគឺជាសញ្ញាសេដ្ឋកិច្ចដូច្នេះភូតគេអត់បានទេរឿងសេដ្ឋកិច្ចគឺអញ្ចឹងណាអតីតកន្លងទៅថៃវិញនិយាយ tourism in Angkor ណាវាខូចខាតអស់គិតជាទឹកប្រាក់សរុប$1250 លានស្អែកទៅ tourism Angkor tourism មិនមែននិយាយពីការលក់សម្បត្តិនៅ Angkor ទេនិយាយពីសន្តាគារនិយាយពី entertainment និយាយពី festivity និយាយអំពី street food និយាយអំពីhotel អីសោះគ្រប់ណានិយាយអំពី tour និយាយពីស្អីទាំងអស់សរុបមកកម្ពុជា get hit ក្នុងឆ្នាំ25 $1250 លាន in tourist sector ឥឡូវយើងទៅមើលថៃ right now is the 14th of January ថ្ងៃទី14ខែមករាតាំងពីថ្ងៃទី1ខែមករាមកដល់ឥឡូវថៃទទួលទេសចរ7.2 លាននាក់ខ្មែរដាក់ឆ្នាំសកលនៅ Walk Street ភ្នំពេញមានមនុស្សប្រហែលហើយនៅ Pub Street សៀមរាបមានមនុស្សប្រហែលមានន័យថាយើង hit very hard ណាពួកអាស៊ីចូលថាខ្ញុំបង្អាប់ខ្ញុំមិនមែនបង្អាប់ទេ I am pointing to economic issue ខ្ញុំមិនមែនបង្អាប់ទេខ្ញុំនិយាយអំពីការដាំក្បាលចុះនៃសេដ្ឋកិច្ចបងប្អូនថ្ងៃដាច់ឆ្នាំសកលនៅភ្នំពេញមានមនុស្សប្រហែលអ្នកនៅពេលដែលបងប្អូនទៅដាច់ឆ្នាំសកលបងប្អូនឃើញជនបរទេសនៅក្នុងចំណោមជនជាតិខ្មែរយើងនៅនឹងមាត់ទន្លេនោះប្រហែលអ្នកហើយបងប្អូននៅកពតពេលដាច់ឆ្នាំតាមហាងដែលស៊ីផឹកហ្នឹងមនុស្សប្រហែលអ្នកបងប្អូននៅបាត់ដំបងណាមានប្រហែលអ្នកបងប្អូននៅសៀមរាប Park Street gathering ដាច់ឆ្នាំប្រហែលអ្នកហើយបងប្អូនបោកមើលតើអ្នករកស៊ីលក់ដូរបានលុយប៉ុន្មានយើងផ្អាកច្បាំងរដ្ឋាភិបាលអត់ចេញរបាយការណ៍ពីការខូចខាតសេដ្ឋកិច្ចទេលាក់ប៉ុន្តែមិនចិត្តបរិសុទ្ធបានគិតមើលខ្ញុំចង់ជម្រាបថាបើកូនចៅណាចង់ស្ដាប់រឿងឈឺក្បាលអានឹងមកស្ដាប់ខ្ញុំចុះតែបើចង់ចូលចង់ fake ទៅស្ដាប់អភ័យបណ្ណៈអូខេតែបើចង់ស្ដាប់រឿងឈឺក្បាលពីព្រោះរឿងឈឺក្បាលធ្វើឲ្យយើងយល់សភាពការពិតប្រាកដនៅរឿងមិនឈឺក្បាលយើងដូចសត្វរេអញ្ចឹងយើងជារឿងរំរហូតដល់ទឹកជំនន់មកលេចមកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះតែសែនគាត់និយាយគាត់ថាភ្លេចខួបកំណើតគាត់ធ្វើនាយករដ្ឋមន្ត្រីនៅតែចូលស្រុកទេសដាំក្បាលចុះក្រោមប៉ុណ្ណឹងឯនៅចូលទៀតគាត់និយាយគាត់ថាប៊ីនឹងភ្លេចខួបគាត់ធ្វើនាយករដ្ឋមន្ត្រីចុយម៉ែគាត់ធ្វើនាយករដ្ឋមន្ត្រីចាំបាច់មានខួប